បាទខ្ញុំបាទសូមគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាវណ្ណដាសឹងមិននឹកស្មានកម្មវិធីលំដាប់នៅជប៉ុនមកថតសកម្មភាពមុខរបរលោកធ្លាប់ធ្វើពីក្មេងឲ្យអន្តរជាតិឃើញស្នាមញញឹមខ្មែរកាន់តែច្បាស់អ្នកគ្រប់គ្រងតារាចម្រៀងរ៉េបវណ្ណដាច្បាស់ជាបានជ្រាបហើយកាលពីអំឡុងខែឧសភាឆ្នាំ2025កន្លងទៅនៅលើបណ្ដាញសង្គម TikTok បានបង្ហោះនៅវីដេអូជាបន្តបន្ទាប់របស់លោកដើរនៅក្នុងផ្សារលើនីទឹកដីក្រុងព្រះសីហនុក្នុងការថតកម្មវិធីកម្សាន្តមួយរបស់ប្រទេសជប៉ុនក្នុងនោះដែរការធ្វើដំណើរចូលទៅកាន់ផ្សារលើក្រុងព្រះសីហនុសម្រាប់ការថតកម្មវិធីកម្សាន្តនោះដែរគឺមានកំពូលតារាចម្រៀងរ៉េបជប៉ុនគឺ Avis ជាអ្នកសម្របសម្រួលដែរដោយកម្មវិធីនេះមានឈ្មោះថា Crazy Johnny គេចាំបានថាការទៅដល់ទឹកដីស្រុកកំណើតវណ្ណដាកាលពីអំឡុងពាក់កណ្ដាលឆ្នាំ2025នោះដែរ Avis និងក្រុមការងារក៏បានទៅដល់តូបកោះដូងរបស់ឪពុកម្ដាយរបស់វណ្ណដាដោយផ្ទាល់នឹងបានឃើញពីមុខរបរប្រចាំគ្រួសារដែលលោកធ្លាប់បានធ្វើកាលពីមុនទៀតផងយ៉ាងណាមិញក្រោយ Avis និងក្រុមការងារបានចុះមកថតកាលពីជាងកន្លះឆ្នាំហើយនោះទីបំផុតកម្មវិធីដែលមានវណ្ណដាចូលរួមភ្ញៀវកិត្តិយសនេះបានចាក់ផ្សាយជាផ្លូវការហើយនៅលើគេហទំព័រជប៉ុន TVer ក្រោយពីការចាក់ផ្សាយហើយនោះតារាចម្រៀងរ៉េបវណ្ណដាក៏បានបង្ហាញអារម្មណ៍រំភើបចិត្តនិងនឹកស្មានមិនដល់ដូចគ្នាដែលកំពូលតារាចម្រៀងរ៉េបជប៉ុន Avis បានមកថតដល់ទីតាំងកោះដូងរបស់ប៉ាម៉ាក់លោកលើពីនោះអ្វីដែលកាន់តែពិសេសក្នុងកម្មវិធីនេះគឺបានបង្ហាញពីកម្ពុជាទៅកាន់ពិភពលោកទៀតផងលោកវណ្ណដាបានរៀបរាប់ថាពិតជាមិននឹកស្មានថា Crazy Johnny កម្មវិធីលំដាប់នៅប្រទេសជប៉ុននឹងមកថតដល់កន្លែងដែលខ្ញុំជួយប៉ាម៉ាក់លោកដូងកាលពីក្មេងជាពិសេសខ្ញុំចង់អរគុណ Avis ខ្លាំងណាស់ដោយសារគាត់មិនត្រឹមតែមកលេងប្រទេសកម្ពុជានិងផ្ដល់កិត្តិយសក្នុងការថតកម្មវិធីនេះជាមួយខ្ញុំប៉ុណ្ណោះទេគាត់ក៏បានជួយបង្ហាញសិល្បៈវប្បធម៌និងទឹកចិត្តដ៏ល្អរបស់ប្រជាជនខ្មែរទៅកាន់បងប្អូនក្នុងប្រទេសជប៉ុនឲ្យបានស្គាល់ពីយើងថែមមួយកម្រិតទៀតបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា